បាទឧស្សាហ៍ញាតគ្រប់ជាសួរពុកម៉ែបងប្អូនអរគ្នាបាទថ្ងៃនេះថ្ងៃទី7 ខែ 1 ឆ្នាំ 2021 បាទមកបញ្ចប់ការងារផ្ទះវិឡា2ជាន់នៃការដ្ឋានក្រុងប៉ុលប៉ែតបងប្អូនបាទហ្នឹងហើយអញ្ចឹងផ្ទះនេះយើងធ្វើមកចំណាយពេលយូរគួរសមដែរល្បាក់6 ខែតែ7 ខែដែរបាទដោយសារយើងមានការងារថែមច្រើនណាស់ទាំងលបងទាំងសាបអីជុំវិញផ្ទះទាំងអស់បាទហើយឥឡូវយើងបានបញ្ចប់រួចរាល់ហើយហ្នឹងហើយតម្លៃមកផ្ដាច់ 70000 ជាងបងប្អូនបាទទំហំតតាំង8បដោយ14បងប្អូនបាទហ្នឹងហើយជាងអត់20ទាំងអស់ណាតែនេះអញ្ចឹងរួចរាល់ជាស្ថាពរហើយទាំងការរៀបចំប្រព័ន្ធភ្លើងប្រព័ន្ធទឹកអីគឺលើខាងយើងទាំងអស់បងប្អូនបាទបុកទាំងការងារបុកគ្រឹះនិងការតេស្តដីកែមានគ្រឿងបង្គុំប្លង់ថាបច្ចកម្មអីគឺខាងខ្ញុំរៀបចំជូនមកចប់បងប្អូនបាទហ្នឹងហើយអញ្ចឹងបានប៉ុណ្្នឹងហើយបងប្អូនបាទស្រស់ស្អាតណាស់តែនេះបាទហ្នឹងហើយចឹងយើងលៃមកកពូអីសំរុំឲ្យឆ្នាំប្រើប្រាស់ប្រភេទគុណភាព8 ឆ្នាំមកគុណភាព8 ឆ្នាំខឿន8 ទឹកតែនេះខាងមុខយើងប្រើម៉ាបចឹងទៅអាមុខនេះយើងប្រើប្រភេទទ្វាឈើសក្រំបាទម៉ូតចឹងបាទឈើសក្រំម៉ូតចឹងចឹងតសមូលបាទមុខ50 ជាងមានកាត់ឡង់ចឹងទៅបាទកញ្ចក់រ៉ៃស៊ីននោះមានពូរំយោលប្រកាន់ដៃរងដាលើយើងដាក់ប្រភេទដៃស្មិតជូនគាត់អញ្ចឹងណានឹងជុំនេះចំណតឡានចំណតឡានយើងមានពូលអីអញ្ចឹងណាបាទអញ្ចឹងនេះផ្នែកមកជំនាញទៀតមកយ៉ាងទៀតវាមានពោយកាន់តែ1 ម៉ែត្រហ្នឹងបងប្អូនបាទនៅចំហៀងអញ្ចឹងឯងជ្រីក្បាត់មកជុំវិញទាំងអស់ណាហ្នឹងហើយកញ្ចក់រ៉ៃស៊ីនទាំងអស់ហ្នឹងកញ្ចក់រ៉ៃស៊ីនទាំងអស់ទៀតនេះអញ្ចឹងឯងបងប្អូនបាទឥឡូវយើងតែមើលផ្នែកខាងក្នុងណាហ្នឹងហើយផ្នែកខាងក្នុងគឺអញ្ចឹងបងប្អូននេះទ្វារនេះប្រភេទទ្វារសក្រំលេងម៉ូតអញ្ចឹងទៅចំណតឡានកន្លែងរងដានេះយើងដាក់ជាក្របព្រំក្របព្រំមកផ្ទាំងអញ្ចឹងទៅចូលមកកន្លែងទទួលភ្ញៀវនេះចឹងកន្លែងនេះយើងប្រើប្រាស់ពីដានម៉ូតបងប្អូនពីដានម៉ូតចឹងណាមានពូទីកពីក្របក្រូនជាងវាកម្ពស់ 1.8 ម៉ែត្របុកជ្រីមកទឹក 1.9 ម៉ែត្រណាអញ្ចឹងអត់20បាទនេះពាក់ព័ន្ធជាមួយទូទីកនេះចាស់តែគាត់ទីកបន្ថែមនេះគ្រឿងឈើប្រភេទឈើបាទហ្នឹងហើយចឹងផ្ទះពេលយើងដាក់ប្រភេទទីកប្រភេទគ្រឿងឈើណាកាន់តែស្អាតបន្ថែមទៀតណាហ្នឹងហើយនឹងតុកកន្លែងនេះកន្លែងញ៉ាំបាយហើយនេះគាត់តទៅជាក្រានបាយអញ្ចឹងទៅអានេះពូលឌីកអញ្ចឹងណាហើយនោះបន្ទប់គេងមួយមានបន្ទប់ទឹកមួយនេះបន្ទប់រួមហ្នឹងហើយយើងដើរទៅក្រោយជាក្រានបាយនៅក្រោយអញ្ចឹងផ្នែកខាងលើអញ្ចឹងបងប្អូនបាទយើងប្រើប្រភេទប្រកាន់ដៃឈើប្រកាន់ដៃយើងប្រើធ្នង់លាយជាមួយសក្រំហ្នឹងហើយអញ្ចឹងកូនកលឹងគឺធ្នង់ប្រកាន់ដៃនេះសក្រំប៉ុន្តែយើងរៀបចំបានស្អាតណានេះចដាយើងប្រើប្រភេទថ្មម៉ាបហ្នឹងហើយចដាកាច់អញ្ចឹងទៅនេះកន្លែងចដានេះមានប្អួចមួយដើម្បីបំភ្លឺភ្លើងអញ្ចឹងណាដើរទៅលើអញ្ចឹងហើយកាន់ដៃនេះយើងផ្ដល់ជូនបងប្អូនបាទប្រភេទឈើនេះនៅក្នុងតម្លៃហ្នឹងឯងបាទអញ្ចឹងយើងដើរមកលើនេះគឺមានកន្លែងបន្ទប់ទឹកហើយខាងក្រោយនេះមានបន្ទប់គេង2ហ្នឹងហើយគេង2អញ្ចឹងបន្ទប់គេងទីនេះគឺចេះពីដានម៉ូតទាំងអស់ហ្នឹងពីដានម៉ូតទាំងអស់នេះក៏ដាក់អំពូលដេកូឲ្យអស់ហើយទាំងក្រេទាំងអីរៀបចំសិនជាគាត់តឡើងបន្ថែមក្នុងហាលអីចឹងណាហ្នឹងហើយនេះបន្ទប់មួយទៀតអញ្ចឹងខាងលើមានបន្ទប់គេង3 9បាទនេះបន្ទប់មួយទៀតនេះអំពូលរីត្រីអីហ្នឹងគឺយើងមានដាក់ជូនហ្នឹងហើយបាទអញ្ចឹងហើយឡើយនេះត្រូវដាក់ចង្ហាលបណ្ដៃគាត់នេះប្រហែលគាត់ទុកដាក់អីវ៉ាន់ថាមើលហ្នឹងហើយដោយសារបន្ទប់គាត់រៀងច្រើនណាចាទ្វារឈើសក្រំនេះបន្ទប់ទឹករួមបាទបន្ទប់ទឹកបាទក្រូនជាងរៀបដល់ពីដានបាទចានប្រគុណប្រើគាត់តោហើយចាក់នេះថាឡាវូចាក់ម៉ាបអញ្ចឹងណាប្រើម៉ាបអញ្ចឹងទៅបន្ទប់មេកុសានៅខាងមុខនេះបងប្អូនធំជាងគេបាទបន្ទប់មេកុសាទលាយមានបន្ទប់ទឹកមួយនៅក្នុងហ្នឹងណានេះបន្ទប់មេកុសាបងប្អូនបើកទ្វារចូលមកគឺនេះពីដានម៉ូតអញ្ចឹងណាហើយខាងមុខគឺរងដាយើងអាចចេញទៅក្រៅមើលផ្នែកខាងមុខផ្ទះជុំវិញផ្ទះបានណាហ្នឹងហើយពីដានម៉ូតចេះបងប្អូនបាទ
ពីដានម៉ូតហើយចំណុចនោះគឺប្រួយ2មានព្រីមានអីក្រេនៅហ្នឹងឡើយនេះគឺបន្ទប់ទឹកបាទបន្ទប់ទឹកនៅក្នុងបន្ទប់មេគូសាបើកចូលមកគឺនៅក្នុងនេះឯងចេះនេះបន្ទប់ទឹកក្នុងបន្ទប់មេគូសាណាក្រូអញ្ចឹងរៀបរាប់ពីដានដូចគ្នាបងប្អូនបាទចានគុណខតតូដូចគ្នាអញ្ចឹងចេះបាទចឹងស្រស់ស្អាតមែនទែនធំទលាយតម្លៃមកប្រហែល 70000 ជាងបងប្អូនបាទសមរម្យសម្រាប់ការរស់នៅណាហ្នឹងហើយជាងបានផ្ទះ2ជាន់ធំទលាយល្អ